អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលត្រឡប់មកវិញហើយជាមួយនឹងខ្ញុំបាទឌីសំេងបាទថ្ងៃនេះខ្ញុំបាទមានកម្មវិធីមួយបាទខ្ញុំចង់យកមកបង្ហាញទៅកាន់បងប្អូនតាក់ទងជាមួយនឹងប្រភេទទូរស័ព្ទដៃដែលប្រភេទ Android ដែលមានបញ្ហានេះគឺវាចេញមេរោគបែបនេះគឺវាចេញរំខានបាទយើងធ្វើអីកើតបាទពិបាកក្នុងការប្រើប្រាស់ចុចថយមិនបានលុបមិនបានអីគឺប្រភេទនេះបងប្អូនណាអូខេឥឡូវខ្ញុំសូមណែនាំពី tool មួយគឺ tool សម្រាប់ធ្វើការ remove ដែល tool នោះគឺមានឈ្មោះថា DSM បាទ Virus Killer Pro អូខេឥឡូវខ្ញុំសូមណែនាំអំពីរបៀបនៃការទាញយកនិងដំឡើងកម្មវិធីនេះសិនមុននឹងយើងចូលទៅដល់របៀបនៃការប្រើប្រាស់វាទាំងអស់គ្នាអូខេឥឡូវយើងសូមចូលទៅកាន់នៅគេហទំព័របាទ browser ណាមួយក៏បានដែរឲ្យតែបងប្អូនមាននៅលើកុំព្យូទ័របាទបន្តមកទៀតបងប្អូនសូមវាយ search រកពាក្យថា DSM ខ្មែរបងប្អូន search រកពាក្យនេះ DSM ខ្មែរបន្តមកទៀតបងប្អូនមើលខាងលើនេះដែលចេញពីគេហទំព័រ DSM ខ្មែរ .blogspot.com អញ្ចឹងបងប្អូនចូលទៅកាន់គេហទំព័រនេះទៅអូខេបន្ទាប់ពីចូលរួចបងប្អូនអាច scroll រមើលនេះ DSM Virus Killer Pro ឃើញនៅលើហ្នឹងបងប្អូនអាចធ្វើការទាញយកបានករណីបើបងប្អូនចូលមក website មានការ update បងប្អូនអាចចូលមកកន្លែង tool ហើយវាយពាក្យ DSM ខ្មែរ Killer បាទ Virus Killer Pro ហ្នឹងបានដើម្បីធ្វើការទាញយកវាឥឡូវខ្ញុំសូមចុចចូលទៅបាទនេះគឺជាគំរូកម្មវិធីបាទសភាពបែបនេះយើងមិនបាច់ប្រាប់វិញឆ្ងាយទេបាទឥឡូវយើងចូលទៅកាន់កម្មវិធីរបស់យើងតែម្ដងបងប្អូនមើលកន្លែងខាងក្រោមនេះដែលមាននាទីកំពុងតែ load នេះបងប្អូនត្រូវរងចាំវាឲ្យដំណើរការចប់បាទចប់នាទីរបស់វាវាកំពុងរាប់ថយក្រោយពេលដែលវាដំណើរការចប់បាទវានឹងបង្ហាញប៊ូតុង download មួយអញ្ចឹងបងប្អូនអាចចុចធ្វើការ download មកអូខេនេះចុចធ្វើការ download ដោយសារតែខ្ញុំបានធ្វើការ download រួចអញ្ចឹងខ្ញុំមិនធ្វើការ download ទៀតទេបាទឥឡូវយើងសូមចូលទៅមើលកន្លែងដែលយើង download របៀបនៃការដំឡើងវាគឺងាយស្រួលមែនទែនបងប្អូនគ្រាន់តែចូលទៅកន្លែង download រកអា file ដែលយើងបាន download ចប់ហ្នឹងនេះគឺមួយនេះអញ្ចឹងបងប្អូនចូលទៅលើហ្នឹងមកបាទចូលទៅលើកម្មវិធីហ្នឹង right click លើវាមកឬក៏ចុច mouse ស្ដាំយក run as administrator អញ្ចឹងក៏បានដែរអូខេឥឡូវយើងបានឃើញផ្ទាំងសម្រាប់ដំឡើងចេញមកហើយបងប្អូនគ្រាន់តែចុច next ហើយចុច install ទៅគឺជាការស្រេចហើយតែដោយសារតែខ្ញុំបានធ្វើការ install រួចអញ្ចឹងខ្ញុំអត់ install ទៀតទេមិន install ទេអញ្ចឹងខ្ញុំសូម cancel វាទៅបាទ cancel ចោលបងប្អូនគ្រាន់តែចុច next មួយប៉ក់ទៀតទៅរួចហើយ install ចប់វានឹងបង្ហាញនៅរូបភាព logo កម្មវិធីនេះគឺនៅលើកុំព្យូទ័របាទអញ្ចឹងយើងអាចចូលទៅបើកនៅកម្មវិធីនេះបាននៅលើកុំព្យូទ័រយើងបាទអាចបើកបាននៅលើកុំព្យូទ័របងប្អូនបើកមកបាទដំបូងឡើយពេលបងប្អូនបើកអត់បង្ហាញអញ្ចឹងទេបងប្អូនបាទវានឹងអត់បង្ហាញផ្ទាំងរងចាំបែបនេះទេពេលបងប្អូនបើកដំបូងបំផុតបាទបងប្អូនមើលបាទវានឹងបង្ហាញជាផ្ទាំងសម្រាប់ធ្វើការ activate បាទនេះគឺជាផ្ទាំងបែបនេះវានឹងបង្ហាញផ្ទាំងបែបនេះមកបាទអញ្ចឹងបងប្អូនដើម្បីធ្វើការ activate បានបងប្អូនអាច copy នៅ license key នេះបងប្អូនចុចប៊ូតុង copy នេះទៅបោះនៅយក machine ID បងប្អូនមកកាន់ខ្ញុំអត់ផ្ទាល់ដើម្បីធ្វើការ activate បាទដើម្បីធ្វើការ activate មកតាមរយៈ Telegram ក៏បានតាមរយៈ Facebook ក៏បានបងប្អូនអាចឆាតមកខ្ញុំផ្ទាល់មកបាទដើម្បីធ្វើការ activate អញ្ចឹងបងប្អូន copy key វាមកគឺខ្ញុំនឹងបោះនៅ license key សម្រាប់បញ្ញាបានប្រើប្រាស់ហ្នឹងរយៈពេល1ឆ្នាំឬក៏1ខែឬក៏6ខែតាមតម្រូវការដែលបងប្អូនបានធ្វើការ activate អូខេឥឡូវកុំព្យូទ័រខ្ញុំនេះគឺបាន activate រួចរាល់ហើយអញ្ចឹងឥឡូវយើងមើលទៅលើទូរស័ព្ទដៃយើងវិញបាទទូរស័ព្ទដៃនេះគឺបានចេញសភាពបែបនេះបាទយើងពិបាកចុចអត់កើតទេអញ្ចឹងដើម្បីដោះស្រាយវាយើងសូមចុចលើប៊ូតុងបិទសិនណាបាទចុចប៉ក់អញ្ចឹងមកហើយវាភ្លឺវិញបងប្អូនទាញខាងលើមករកកន្លែងបិទសញ្ញា Wi-Fi ឬអ៊ីនធឺណិតអញ្ចឹងបងប្អូនបិទវាចោលសិនទៅបាទបិទវាចោលសិនទៅអានេះករណីបើទូរស័ព្ទខ្លះយើងអាចចុចបានអត់អីទេយើងគ្រាន់តែចូលទៅកាន់ setting ហ្មងស្រួលទេតែមួយដើមនេះគឺចុចអត់កើតហ្មងអញ្ចឹងឥឡូវខ្ញុំសុំថយវិញបាទដល់ពេលយើងបិទអ៊ីនធឺណិតយើងអាចចុចថយបានហើយមេរោគវាអត់លោតរំខានទេដោយសារតែវាអត់មានអ៊ីនធឺណិតដើម្បីធ្វើការតភ្ជាប់ឬក៏ខ្លះវាជាប់ខ្លាំងពេកវាក៏ចុចចូលទាំងបានដែរបងប្អូនអាចមើលប៊ូតុង setting នេះឃើញទេប៊ូតុង setting នេះនៅលើទូរស័ព្ទពេលខ្លះនៅខាងលើពេលខ្លះនៅខាងក្រោមខ្ញុំសូមចុច direct វាហ្មងចូលទៅកាន់ setting បាទចូលទៅកាន់ setting បន្តមកទៀតបងប្អូនរកមើលកន្លែងពាក្យថា about phone ចុចទៅលើវាមកហើយបងប្អូនរកមើលពាក្យថា bill number បាទ bill number សម្រាប់ដៃទូរស័ព្ទប្រភេទ Vivo មួយចំនួនដែលជា version ថ្មីកន្លែង bill number ហ្នឹងគឺវាដូចជាបង្ហាញប្រភេទផ្សេងបាទឥឡូវខ្ញុំសូមចូលទៅរកមើល Vivo ផ្សេងមួយបាទអូខេចាំតិចនេះទូរស័ព្ទមួយដើមនេះអញ្ចឹងខ្ញុំសូមចូលទៅកាន់system sorry អឺ
vào ní about phone បាទវានឹងបង្ហាញនៅកន្លែងមួយដូចជាដាក់ថាversion នេះវាដាក់នេះ version នេះបងប្អូនឃើញដាក់ version number អញ្ចឹងបងប្អូនគាត់តែចុចលើវាញាប់មកវាចុចវាញាប់មកបាទសម្រាប់អានេះសម្រាប់សេរីទូរស័ព្ទថ្មីដូចជា Oppo Vivo វាចឹងវាដាក់ version number អញ្ចឹងបងប្អូនអាចមើលបានកន្លែងនោះឲ្យឃើញទៅដើម្បីចូលទៅបើកនៅមុខងារ USB debug របស់វាបាទអូខេអញ្ចឹងឥឡូវខ្ញុំសូមចូលទៅរកមើលលើទូរស័ព្ទដៃដែលខ្ញុំមានបញ្ហាភ្ញៀវបាទទូរស័ព្ទរបស់ភ្ញៀវគឺមានបញ្ហាអញ្ចឹងខ្ញុំសូមចូលទៅកាន់ bill number វាចុចញាប់មកបាទចុចញាប់មកថយក្រោយមួយថយក្រោយបាទថយក្រោយបាទវាពិបាកចុចតិចបន្តមកទៀតបងប្អូនចូលមកកាន់ system ហើយបងប្អូន scroll មកក្រោមនឹងឃើញពាក្យថា developer option បាទចុចទៅលើវាមកហើយកន្លែងនេះបើពេលវាបិទចេះឧទាហរណ៍ខ្លះវាបិទចេះអញ្ចឹងបងប្អូនបាទចុចបើកវាមកហើយចុច OK scroll ចុះក្រោមបន្តិចរកមើលពាក្យថា USB debug ឃើញទេ USB debug សម្រាប់ទូរស័ព្ទនេះវាបានបិទអញ្ចឹងបងប្អូនចុចបើកវាមកបាទហើយចុច OK មកហើយបងប្អូនធ្វើការតភ្ជាប់បាទទូរស័ព្ទនេះមកកាន់កុំព្យូទ័រយើងបងប្អូនមើលលើ tool យើងផងបាទពេល download ភ្ជាប់លើ tool យើងវានឹងចាប់ដើមដំណើរការបាទខ្ញុំសូមបើក USB debug មកទៀតអូខេបងប្អូនខ្ញុំសូមដោតវាតភ្ជាប់ទៅកាន់កុំព្យូទ័រអូខេពេលនេះនៅកន្លែងខាងលើនេះមិញវាដាក់ថាឧបករណ៍មិនទាន់បានតភ្ជាប់ឥឡូវវាបានតភ្ជាប់ហើយវាបង្ហាញឈ្មោះឧបករណ៍និង serial number របស់ទូរស័ព្ទបន្តមកទៀតបងប្អូនគ្រាន់តែចុចទៅលើពាក្យថា check តភ្ជាប់អូខេចុច check តភ្ជាប់មកបងប្អូននឹងឃើញនៅកម្មវិធីទាំងអស់ដែលមានលើនេះហ្នឹងនៅលើកម្មវិធីទូរស័ព្ទដៃហ្នឹងគឺវាបង្ហាញមកលើក្នុងកុំព្យូទ័រយើងទាំងអស់បន្តមកទៀតបងប្អូនចុចពាក្យថា scan មេរូបចុចមកបាទវានឹងធ្វើការ scan ហើយបាទវាធ្វើការ scan វាឃើញមានមេរូបចំនួន3បាទនេះចំនួន3អញ្ចឹងវាមានតិចឬច្រើនអាស្រ័យទៅលើទូរស័ព្ទបងប្អូនមួយបាទដែលមានបញ្ហាអញ្ចឹងបងប្អូនអាចចុចទៅលើវាមកបន្តមកទៀតបងប្អូនដើម្បីធ្វើការសម្អាតមេរោគទាំងអស់នេះបងប្អូនគ្រាន់តែចុចលើពាក្យថា kill all this app ឬក៏ចុចអក្សរដែលដាក់ថាលុបមេរោគទាំងអស់ហ្នឹងបាទបងប្អូនចុចពីលើវាមកប៉ក់មកបាទចុចមកប៉ក់មកកម្មវិធីយើងនឹងចូលទៅដំណើរការលុបដោយស្វ័យប្រវត្តិនៅមេរោគដែលមាននៅលើទូរស័ព្ទដៃនេះអញ្ចឹងបងប្អូនត្រូវរងចាំឲ្យកម្មវិធីយើងដំណើរការចប់សពគ្រប់ 100% បាទចប់សពគ្រប់ 100% ទៅគឺរួចរាល់ហើយបាទអូខេឥឡូវនេះកម្មវិធីយើងបានធ្វើការសម្អាតនៅមេរោគរួចរាល់ហើយមេរោគនេះវាមិនមែនប្រកាសថាពេលខ្លះវាបង្ហាញជារូបភាព app ទេបងប្អូនពេលខ្លះវាប្រកបនៅក្នុងកម្មវិធីផ្សេងដូចជានៅកម្មវិធី Google Chrome ឬកម្មវិធីផ្សេងទៀតជាច្រើនដែលមាននៅលើទូរស័ព្ទដៃយើងអញ្ចឹងយើងរកវាសម្រាប់ធ្វើការលុបដោយដៃគឺពិបាកលុបអត់ចេញទេអូខេអញ្ចឹងឥឡូវនេះវាបានសម្អាតហើយស័ក្តិសិទ្ធិហើយអញ្ចឹងខ្ញុំសូមចុចពាក្យ check តភ្ជាប់ភាសាទៀតបាទហើយខ្ញុំចុច scan អូខេពេលដែលខ្ញុំចុច scan បងប្អូនមើលខាងក្រោមអក្សរគេដាក់ថា scan auto complete found zone ហើយគេដាក់ឧបករណ៍មានសុវត្ថិភាព 100% អូខេឥឡូវយើងចូលទៅមើលលើទូរស័ព្ទដៃយើងវិញបាទខ្ញុំសាកបើកអ៊ីនធឺណិតចូលមកបាទហើយខ្ញុំចូលទៅតើវា load មកទៀតអត់បាទគឺអត់ load ទេបងប្អូនអាច scroll លេងមកសប្បាយបាទវាលែងមានអីមករំខានយើងទៀតហើយបាទអញ្ចឹងងាយស្រួលបាទងាយស្រួលសម្រាប់បងប្អូនបាទយកមកពេលភ្ញៀវគាត់មានបញ្ហាអីយើងអាចដោះស្រាយជូនគាត់បានហើយបាននៅកម្រៃគាត់ហូបអីតិចៗដែរអរគុណសម្រាប់បងប្អូនដែលចង់បាន tool មួយនេះបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបានតាមរយៈលេខទូរស័ព្ទដែលនៅខាងក្រោម description video ឬក៏តាមរយៈលេខទូរស័ព្ទដែលកំពុងតែបង្ហាញបាទបង្ហាញនៅលើអេក្រង់កុំព្យូទ័របាទបងប្អូនឬវីដេអូបងប្អូនណាអញ្ចឹងបងប្អូនអាចមើលបានហើយតម្លៃគឺសមរម្យមែនទែនបាទអត់ថ្លៃទេបងប្អូនអាចឆាតមក Facebook ឬ Telegram ខ្ញុំក៏បានដែរបាទដែលខ្ញុំដាក់ link នៅខាងក្រោមវីដេអូនឹងដែរដូចគ្នាអញ្ចឹងអរគុណសម្រាប់បងប្អូនជាងបាទដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់ហើយបើបងប្អូនមានចម្ងល់អីបងប្អូនអាចឆាតមកកាន់ខ្ញុំអត់តបានបាទពេលនេះវីដេអូយើងក៏បានបញ្ចប់តែត្រឹមប៉ុណ្ណឹងអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ពេលនេះពីខ្ញុំបាទឌីសមេសូមអរគុណនិងសូមជម្រាបលា